Hello មានលេខសម្លេងខ្ញុំដែរទេសួស្តីអ្នកនរគ្នាត្រូវជួបគ្នាជាមួយនឹងខ្ញុំបាទសវណ្ណាហើយថ្ងៃនេះខ្ញុំមានរឿងមួយចែកជួយអ្នកនរគ្នាបាននៅរឿងនេះផងដែរក៏មានចំណងជើងថាអ្នកប្រយុទ្ធរាងកាយសកម្មណាយដែលជាភាគទី8គឺជាភាគទីបន្តរបស់យើងនៅអស់មកកាពេលចាត់តាមនៅសរសើរជាមួយនឹង admin យូតែយើងទៅតាមនៅសរសើរជាមួយនឹង admin ទាំងអស់គ្នា let's go អូយគ្រឿងញ៉ាំតែយាយ sorry ផងណាអូខេតោះមកកាពេលចាត់តាមនៅសរសើរជាមួយនឹង admin យូតែយើងទៅតាមនៅសរសើរជាមួយនឹង admin ទាំងអស់គ្នា let's goហើយចាប់បានដោយស៊ីនឹងឈីនឹងអាចការនឹងថមីកំពុងតែធ្វើដំណើរទៅតាមទូកទៅកាន់កោះមួយនៅភេកខាងត្បូងដើម្បីរកគេចេញពីមនុស្សដែលទៅបង្កើតថ្មីនៅលើទូកនោះមើលឃើញថាស៊ីនឹងឈីកំពុងតែមើលឃើញម៉ារីលដែលគេមើលតាមចិត្តតាមការសម័យរបស់គេអញ្ចឹងអ្នកនរដែលគាត់បានដឹងថាម៉ារីលនឹងគឺចង់ឲ្យគេការពារម៉ារីយ៉ាឲ្យបានល្អអញ្ចឹងហើយគោលបំណងថ្មីរបស់គាត់គឺមិនមែនត្រឹមតែសងសឹកឪពុករបស់គាត់នោះទេគឺគាត់ត្រូវតែការពារម៉ារីគឺគោលបំណងរបស់គាត់គឺមានពីរបែបនឹងចឹងអ្នកនរព្រោះហើយនៅពេលនឹងផងដែរលោកវិជ្ជបណ្ឌិតគូរ៉ាម៉ាចាប់ផ្ដើមផែនការថ្មីរបស់គាត់ដោយគាត់បានបញ្ជារលកយក្សសមុទ្រមួយដើម្បីទៅវាយប្រហារកូនប្រុសរបស់គាត់អញ្ចឹងអ្នកនរហើយនៅពេលដែលរលកយក្សនឹងវាយប្រហារបោកបក់ធ្វើឲ្យតួឯប្រុសរបស់យើងក្រុមតួឯប្រុសរបស់យើងនឹងទៅលើកោះមួយដែលក្រុមតួឯប្រុសរបស់យើងគឺបានជួបជាមួយនឹងបិសាចថ្មីដែលត្រូវបានបង្កើតដោយលោកវិជ្ជបណ្ឌិតស៊ីមែលអញ្ចឹងអ្នកនរដែលបិសាចថ្មីនោះមានរូបរាងដូចជានឹងសត្វសមុទ្រដែលអញនិយាយបានថាដែលដោយ admin និយាយចឹងគឺដូចបិសាចសមុទ្រអីចឹងទៅមានត្រីមានកទួយមានអីចឹងទៅហើយវាគឺអាចវាប្រហារបានទៅលើតួឯប្រុសរបស់យើងវេលានោះដែរ Tommy របស់យើងគេក៏បានកាន់ដងសន្ទូចតែធ្វើពីដើមរស្មីរបស់គេទៅស្ទួយត្រីតែមានណាអ្នកនរគ្នានៅពេលដែលអង្គុយស្ទួយនឹងក៏ស្រាប់តែឮសំឡេង Tommy របស់យើងស្រែកតួឯប្រុសរបស់យើងគឺគាត់ពិតជាភ័យស្លន់ស្លោខ្លាំងណាស់ហើយគាត់បញ្ញាប់ទៅរកមើលមិត្តភ័ក្តិរបស់គាត់ហើយក៏បានឃើញថាមិត្តភ័ក្តិរបស់គាត់គឺបានបាត់ខ្លួនហើយគឺឃើញតែអាស័យនោះទេជុំយ៉ានៅពេលនោះផងដែរអ្នកនរគ្នាក៏ស្រាប់តែមានទឹកមួយវាយប្រហារមកកាន់គាត់តែគាត់បានគេចផុតហើយក៏បានឃើញថានៅក្នុងទឹកនឹងគឺមានមិត្តភ័ក្តិរបស់គាត់ក៏បានហត់ទៅជួយមិត្តភ័ក្តិរបស់គាត់អញ្ចឹងអ្នកនរគ្នាតែគ្មានទេក៏ស្រាប់តែត្រូវបានអាបិសាចនឹងគឺចាក់ធ្វើឲ្យតួឯប្រុសរបស់យើងធ្លាក់ចូលទៅក្នុងបាតសមុទ្រហើយអាបិសាចនឹងក៏ថាតួឯប្រុសរបស់យើងស្លាប់ហើយគេក៏បានហែទៅមើលតួឯប្រុសរបស់យើងជុំយ៉ានៅពេលនោះផងដែរតួឯប្រុសរបស់យើងគេក៏បានប្រើរាងកាយបិសាចកំណាចរបស់គេអញ្ចឹងអ្នកនរគ្នាទៅវាយប្រហារពួកអាត្រីឆ្លាមណាអាត្រីឆ្លាមកាគីនឹងគឺមានតុមួយតួឯប្រុសរបស់យើងជាប់ណាក៏ត្រូវបានតួឯប្រុសរបស់យើងវាយពុងប៉ាំងធ្វើឲ្យវាដេករៀបនឹងទៅហើយតួឯប្រុសរបស់យើងគេក៏បានប្រយុទ្ធជាមួយនឹងអាបិសាចសមុទ្រនឹងទៀតហើយក៏បានយកវាមកលោកកាច់វាជាពីលឺសុភ័ក្រជុំយ៉ាធ្វើឲ្យវាបាយលាវនៅទីហ្នឹងទៅបើធម្មតាមើលសន្ទុះក្រមកក៏ស្រាប់តែលឺសំឡេងតួឯស្រីរបស់យើងស្រែកឲ្យតួឯប្រុសរបស់យើងជួយដែលគេត្រូវបានអាសត្វបិសាចនឹងចាប់អញ្ចឹងអ្នកនរគ្នាតួឯប្រុសរបស់យើងគឺគេភ័យស្លន់ស្លោដែរអញ្ចឹងអ្នកនរគ្នាហើយគេក៏បានរកវិធីដំណោះស្រាយដើម្បីទៅជួយតួឯស្រីរបស់យើងបន្តទៀតហើយភេទី8របស់យើងគឺបានជាប់ត្រឹមនេះអញ្ចឹងអ្នកនរគ្នាចាំទៅមើលភេទទី9វិញគឺអត់មានរៀងខាត់ខ្លីនោះទេឲ្យអ្នកនរគ្នាមើលទៅឆាប់ជាប់ហើយណាមួយគឺ20របស់វាគឺរឿងខ្លីដែរអញ្ចឹងអ្នកនរគ្នាគឺរឿងនឹងគឺរឿងខ្លីអូខេហើយថ្ងៃនេះផងដែរខ្ញុំបាទស្វាន់ណាគឺមានតែប៉ុណ្្នឹងទេសូមអ្នកនរគ្នាកុំភ្លេចជួយចុច like subscribe នៅ channel របស់ admin ម្នាក់មួយផងនៅលើណាគឺម្នាក់មួយផងគឺផ្ដល់ជាកម្លាំងចិត្តឲ្យ admin ម្នាក់មួយផងអូខេថ្ងៃនេះខ្ញុំបាទស្វាន់ណាគឺមានតែប៉ុណ្្នឹងទេជូនពរអ្នកនរគ្នាសុខភាពល្អនិងជាសរសើរទ្រូងមេដាបេដាពីខ្ញុំស្វាន់ណាបាយបាយ